ជំរាបសួរពុកម៉ែបងប្អូនគ្នាជួបគ្នាខ្ញុំនៅវីដេអូថ្មីថ្ងៃនេះខ្ញុំមានវីដេអូមួយមកចែកម្លែកពុកម៉ែបងប្អូនគ្នាអំពីរបៀបនៃការស្វែងរកទីតាំងឆ្លងសាកឬអគ្គិសនីនៅតាមទីតាំងផ្សេងៗនៅក្នុងប្រទេសកម្ពុជាយើងពុកម៉ែបងប្អូនគ្នាអញ្ចឹងយើងធ្វើការចូលទៅ download កម្មវិធីមួយនៅក្នុង Play Store ឬក៏ App Store របស់យើងបន្តមកទៀតយើងចុចពាក្យ search យើងវាយពាក្យថា Fresh AI Fresh AI គឺជាកម្មវិធីរបស់កូនខ្មែររបស់យើងបងប្អូនទាំងគ្នាអញ្ចឹងយើងធ្វើការចុចមកហើយយើងធ្វើការ download មកកម្មវិធីនេះមានអ្នកទាញយករហូតដល់ 10000 នាក់ឯងបងប្អូនទាំងគ្នាអញ្ចឹងបន្ទាប់ពីយើង download ហើយយើងចុច open មកបន្ទាប់ពីយើងចុច open ហើយទាមទារឲ្យយើង log in អញ្ចឹងណាបងប្អូនទាំងគ្នាឥឡូវខ្ញុំអត់ log in ទេខ្ញុំអត់ sign up ទេបងប្អូនទាំងគ្នាអាចធ្វើការ sign up បានដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗតកតងនឹង Fresh AI អញ្ចឹងណាតែនេះគឺខ្ញុំសូមតែបង្ហាញរបៀបស្វែងរកទីតាំង EV ទេយើងចុចខ្វែងមកតទៅទៀតយើងចុច EV Zone តទៅទៀតយើងចុចបិទពាណិជ្ជកម្មមកអូខេឥឡូវពាណិជ្ជកម្មយើងបានបិទហើយកន្លែងនេះគឺមានជាច្រើនគឺដងស៊ីតេអល់រាជធានីខេត្តយើងអាចធ្វើការជ្រើសរើសថពោធិ៍សាត់គឺមានជាច្រើនប្រហែលទាំងនេះអាចធ្វើការស្វែងរកបានអញ្ចឹងខ្ញុំដាក់ភ្នំពេញអញ្ចឹងបើសិនជាយើងនៅភ្នំពេញយើងជ្រើសរើសភ្នំពេញមកបើសិនជាយើងទៅតាមបណ្ដាខេត្តយើងអាចធ្វើការជ្រើសរើសទៅតាមបណ្ដាខេត្តរបស់បងប្អូនទាំងគ្នាចង់ទៅអញ្ចឹងណាអញ្ចឹងបន្តមកទៀតយើងចុចពាក្យដងស៊ីតេមានន័យថាជាកន្លែងដែលចិត្តជាងគេបំផុតពីកន្លែងយើងពីចំណុចរបស់យើងទៅកន្លែងឆ្លងសាកគឺគេរៀបទៅតាមលំដាប់បងប្អូនទាំងគ្នាគឺនេះគឺ1.3 1.8 2គីឡូម៉ែត្រ 2.1 គីឡូម៉ែត្រអញ្ចឹងយើងអាចធ្វើការស្វែងរកបាននេះគឺ6.3 គីឡូម៉ែត្រយើងអាចធ្វើការស្វែងរកទៅតាមនេះបានបងប្អូនទាំងគ្នាហើយនៅក្នុងនេះខ្ញុំនឹងបង្ហាញមួយតកតងទៅនឹងព័ត៌មានលម្អិតនេះគឺឧទាហរណ៍ទី1អញ្ចឹងទីតាំងសាកឡាន EV MEV Station ភ្នំពេញម៉ាស៊ីនក្បាល2ម៉ាស៊ីន2ក្បាលសាក4ហើយនៅក្នុងនេះគឺគេដាក់ fast charge 240 kW ហើយចម្ងាយ 1.3 គីឡូម៉ែត្រពីយើងណាគឺមាន CCS2 និង GPT ហើយនៅនេះគឺដំណើរការ24ម៉ោងហើយគេប្រើ app OneGo EV នៅក្នុងនេះគឺមានបញ្ជាក់ប្រាប់បងប្អូនទាំងគ្នាអស់អញ្ចឹងណាហើយនេះគឺជារូបភាពអញ្ចឹងបងប្អូនទាំងគ្នារូបភាពមានតែមួយស្លាកអញ្ចឹងហើយនេះគឺចម្ងាយទី2គឺ Upin Mall នៅ Upin Mall គឺគេដាក់120 kW fast charge ដងស្ទែ1.8 គីឡូម៉ែត្រពីទីតាំងដែលយើងរស់នៅអញ្ចឹងហើយ tab វាគឺ GPT រយៈពេលគឺ24ម៉ោងលើ24ម៉ោងហើយគេប្រើប្រាស់ app EV Energy ដើម្បីធ្វើការបង់ប្រាក់បង់អីចឹងណាបងប្អូនទាំងគ្នាហើយគឺមាន Google Map បងប្អូនទាំងគ្នាអាចคลิกលើ Google Map ដើម្បីចុចស្វែងរកទីតាំងអញ្ចឹងចំណុចទី3គឺ Wow Now Taxi ចំណតផ្លូវ371អញ្ចឹងនៅ371ក៏គេដំណើរការដែរគឺ fast charge 120 kW ជាមួយនឹងចម្ងាយ2គីឡូម៉ែត្រ CCS2 GPT ដំណើរការ24ម៉ោង EV Energy ដែរហើយនៅក្នុងនេះមានច្រើនបងប្អូនទាំងគ្នាអាចធ្វើការឆ្លៃបានយើងអាចធ្វើការស្វែងរកអញ្ចឹងណាបងប្អូនទាំងគ្នាដាក់ថខេត្តសៀមរាបនេះគឺគេដាក់ទៅតាមលំដាប់និយាយរួមគេដាក់ទៅតាមលំដាប់លំដោយអញ្ចឹងបងប្អូនទាំងគ្នាគឺគេដាក់គីឡូពី246 273គេដាក់ចម្ងាយពីតូចទៅធំអញ្ចឹងបងប្អូនទាំងគ្នាអាចមើលបានឧទាហរណ៍នៅសៀមរាបគឺសូត្រនិគមគឺមានម៉ាស៊ីន1ក្បាលសាក2 fast charge 160 kW ជាមួយនឹងចម្ងាយ246 គីឡូម៉ែត្រពីទីតាំងដែលយើងស្នាក់នៅអញ្ចឹងណាហើយ tab គឺមាន CCS2 និង GPT រយៈពេលដំណើរការគឺ24ម៉ោងលើ24ម៉ោងហើយគេប្រើប្រាស់ app ខ្មែរ EV ដើម្បីធ្វើការទូទាត់សាច់ប្រាក់អញ្ចឹងណាបងប្អូនទាំងគ្នាហើយនៅក្នុងនេះគឺមានច្រើនបងប្អូនទាំងគ្នាទៅតាមតម្រូវការរបស់បងប្អូនទាំងគ្នាអញ្ចឹងឥឡូវយើងដាក់ខេត្តផ្សេងឧទាហរណ៍ខេត្តកំពតចុះអូខេខ្ញុំបើកមួយអូខេខេត្តកំពតមាននៅផ្លូវជាតិលេខ3តេឡាភ្នំស
មាននៅសូគីមេកំពតកូដស្ពានព្រះពលាកំពតមានម៉ាស៊ីនមួយក្បាលសាក់2សម្រាប់ទំហំ fast charge 160 kW ចម្ងាយពីយើងគឺ153 km មាន CCS Tool និង GPT ដំណើរការ24ម៉ោងលើ24ម៉ោងប្រើប្រាស់ app EV 168ចឹងនៅក្នុងនេះគឺវាងាយស្រួលសម្រាប់ពុកម៉ែទាំងគ្នាទៅតាមបណ្ដាខេត្តពុកម៉ែទាំងគ្នាអាចធ្វើការស្វែងរកនិង download ទៅតាមរកការរបស់ពុកម៉ែទាំងគ្នាថតទីតាំងបែបពុកម៉ែទាំងគ្នាត្រូវសាក់ពុកម៉ែទាំងគ្នាអាចធ្វើការភ្ជាប់ឬក៏ download app ទៅតាមអ្វីដែលគេប្រាប់ទុកជាមុនចឹងដើម្បីងាយស្រួលចឹងសម្រាប់ការបង្ហាញគឺមានតែប៉ុណ្្នឹងទេបងប្អូនទាំងគ្នាបើសិនជាមានឆ្លោះខ្វះខាតក៏សូមមេត្តាខន្តីបន្ទោសណាជួបគ្នាវិញខ្ញុំនៅវីដេអូក្រោយៗទៀតតកតងទៅនឹងការស្វែងរកទីតាំងសារយន្តអគ្គិសនីបងប្អូនទាំងគ្នាហើយមួយទៀតបងប្អូនទាំងគ្នាអាចធ្វើការស្វែងរកបាននៅលើ Google Map ផងដែរប៉ុន្តែដោយសារលើ Google Map វាមានរៀងតិចចោលបងប្អូនទាំងគ្នារៀងចូលកាន់ Google Map តែម្ដងដើម្បីបង្ហាញតបផ្សព្វគ្នាតែម្ដងនៅលើ Google Map យើងវាយ EV Charging Station វានឹងធ្វើការលោតចេញនៅទីតាំងសារយន្តអគ្គិសនីផងដែរប៉ុន្តែដូចពុកម៉ែទាំងគ្នាបានឃើញចឹងគឺទីតាំងមិនសូវច្រើននោះទេនៅក្នុង EV Charging Station ហ្នឹងហើយចម្ងាយគេដាក់ទៅតាមលំដាប់ពីតិចទៅធំអញ្ចឹងណាតាមពុកម៉ែទាំងគ្នាអាចសេរីបានដងស៊ីទេណាហើយនេះគឺ1.6 2 km 2.3 km អញ្ចឹងបងប្អូនទាំងគ្នាអាចធ្វើការស្វែងរកនៅក្នុង app Google Map បានផងដែរប៉ុន្តែនៅក្នុង Google Map វាអត់ទាន់មានច្រើនទេបងប្អូនទាំងគ្នាអាចធ្វើការស្វែងរកឬក៏ប្រើប្រាស់ app Fresh AI សិនដើម្បីធ្វើការស្វែងរកអញ្ចឹងបងប្អូនទាំងគ្នាសម្រាប់ទីតាំងសាកគឺនៅក្នុងនេះគឺមានច្រើនបងប្អូនទាំងគ្នាអាចមើលខេត្តអញ្ចឹងគឺជារួមចង់ទូទាំងប្រទេសបងប្អូនទាំងគ្នាស្ទឹងត្រែងតាកែវគឺមានច្រើនបងប្អូនទាំងគ្នាអាចធ្វើការស្វែងរកគឺមិនសូវពិបាកដូចមុនទេបងប្អូនទាំងគ្នាគ្រាន់តែបងប្អូនទាំងគ្នាមាន app នេះមួយចឹងមាន app នេះមួយគឺងាយស្រួលសម្រាប់បងដែលប្រើប្រាស់រថយន្តអគ្គិសនីអញ្ចឹងនៅក្នុងនេះគឺគេអត់ទាន់មានដាក់តម្លៃទេបងប្អូនទាំងគ្នាចឹងសម្រាប់ការប្រើប្រាស់រថយន្តអគ្គិសនីគឺយើងត្រូវប្រើប្រាស់ឲ្យតាមយើងត្រូវប្រើប្រាស់ឲ្យទាន់នឹងសម័យកាលតកតងទៅនឹងការស្វែងរកឆ្លងសាករថយន្តអគ្គិសនីជាជាងពុកម៉ែទាំងគ្នាធ្វើការមើលតាមផ្លូវអញ្ចឹងវាចំណាយពេលយូរអញ្ចឹងពុកម៉ែទាំងគ្នាអាចធ្វើការ down app នេះមួយគឺជួយយើងបានច្រើនពុកម៉ែទាំងគ្នាសម្រាប់ទិសដៅដែលពុកម៉ែទាំងគ្នាចង់ទៅពុកម៉ែទាំងគ្នាអាចធ្វើការមើលនៅលើ app នេះបានថាយើងជិះកាត់តាមផ្លូវនេះមានឆ្លងសាកប្រហែលកន្លែងហើយនៅទីណាខ្លះអញ្ចឹងណាចឹងវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរជួបគ្នាខ្ញុំនៅវីដេអូក្រោយទៀតពុកម៉ែទាំងគ្នា